ចាប់ដើមយល់ពីតម្លៃនៃជីវិតយល់ពីតម្លៃនៃឈាមជ័រយល់តម្លៃនៃមនុស្សជាតិបាទអាហ្នឹងសំខាន់ដូចជាជាក់ស្ដែងរាល់ថ្ងៃយើងមើលឃើញថាពេលដែលយើងធ្លាប់តែជាប្រទេសដែលមានអរិយធម៌ពងខ្ពស់រុងរឿងស្កឹមស្កៃណានៃអតីតកាលឥឡូវគេវាយើងទៅគេមើងងាយយើងហ្មងមើងងាយអាគេមើងងាយនេះវាមិនស័ក្តិសមគេលួចយើងហើយគេប្លន់យើងហើយគេបោកយើងគេបញ្ឆោតយើងគេល្បិចកលមួយយើងហើយគេយករបស់យើងទៅហើយគេមកប្រមាថមើងងាយយើងទៀតហើយគេចិត្តតែបៀតបៀនយើងគេចង់កំទេចយើងគេចង់យកឲ្យអស់គេឲ្យយើងមើលវារលាយបាត់ពីផែនទីពិភពលោកនេះអានេះយើងគួរគិតពិចារណាដល់ពេលវេលាដែលយើងត្រូវពង្រឹងនៅការរួបរวมកម្លាំងសាមគ្គីចែកចម្លែករាល់ចំណេះជំនាញបទពិសោធន៍ល្អៗដល់គ្នានឹងគ្នាដើម្បីពង្រឹងការផលិតពង្រឹងគុណភាពពង្រឹងជីវភាពពង្រឹងចំណេះដឹងដល់គ្នានឹងគ្នាហើយទាំងអស់នេះវាជាគោលបំណងខ្ញុំជាឈាមជ័រលើទឹកដីនេះម្នាក់ដែររួបរวมគ្នាមិនយូរទេគឺចំណេះដឹងដែលខ្ញុំមាននឹងសបផ្សាយសុសសាយទៅគ្រប់ទីកន្លែងនៅវិជាចំណេះដឹងបទពិសោធន៍ពិសេសគឺវិជា coaching ដែលជាវិជាមួយដ៏ខ្ពង់ខ្ពស់ជាវិជាមួយដ៏កម្រសម្រាប់ប្រទេសខ្មែរយើងដែលខ្ញុំបានសិក្សារៀនសូត្រពីគេមកហើយទើបយើងដឹងថាខ្មែរគឺមានវិជានឹងនៅក្នុងទឹកដីយើងហ្នឹងរាប់សតវត្សពីព្រោះចំណេះដឹង coaching នេះគឺជាចំណេះដឹងដែលនៅក្នុងពុទ្ធសាសនាហើយទឹកដីខ្មែរនេះមានប្រវត្តិរឿងរ៉ាវនៃសាសនានេះវាអង្វែងមកហើយដែលធ្វើឲ្យជាប់នៅក្នុងសញ្ចិត្តវិញ្ញាណណារបស់ខ្មែរយើងមកគឺយើងមានទំនោរទៅរកជំនឿបែបសាសនាជំនឿដូនតាព្រហ្មញ្ញសាសនាព្រះពុទ្ធសាសនាតែយើងបានប្រើតែបែបវិធីសាសនាតែយើងអត់បានយកបែបហៅថាខ្លឹមសារយកមកអនុវត្តឲ្យត្រូវក្នុងជីវិតចឹងហើយខ្ញុំពេលបានរៀនសូត្រទើបខ្ញុំដឹងថាអូវិជានេះមានពិតនៅក្នុងទឹកដីយើងតាដូនតាយើងមានហើយគាត់ចូលចិត្តប្រើពីដើមគឺមានសិល្បៈប្រើភាសាខ្ពស់បាទយើងភាសាខ្ពស់បាទភាសាខ្ពស់ណាចឹងហើយពេលដែលយើងដឹងទើបយើងមើលឃើញថាអូគុណតម្លៃនៃចំណេះដឹងហ្នឹងវាថ្លៃខ្លាំងបំផុតនៅលើโลกនេះដែលត្រូវយកមកចែកម្លែកដល់ប្រជាជនយើងវិញដោយវិជា coaching នេះខ្ញុំបានរៀនហើយយើងយកមកអនុវត្តនឹងតាំងពី2017វាមកទល់ឥឡូវវាប្រហែលឆ្នាំហើយមក2017វា8ឆ្នាំនេះខ្ញុំព្យាយាមវឹកហាត់នៅចំណេះដឹងដ៏ល្អនេះដើម្បីចែកចាយទៅដល់បងប្អូនជាបរិបទយើងឲ្យទទួលបាននៅចំណេះដឹងដ៏ល្អនេះតែប្រើប្រាស់នៅក្នុងជីវិតក៏ដូចជាក្នុងការរស់នៅប្រស្រ័យទាក់ទងគ្នាទាំងខ្លួនឯងទាំងគ្រួសារទាំងសង្គមនិងទាំងអន្តរជាតិដូច្នេះគឺស្ថាប័នអប់រំនេះគឺមានសារៈសំខាន់ការអប់រំដែលនៅក្នុងគម្រោងរបស់យើងនៅក្នុងសហគមន៍របស់យើងនេះគឺជាស្ថាប័នអប់រំគេហៅក្រៅប្រព័ន្ធក្រៅប្រព័ន្ធគឺគេហៅថាវគ្គខ្លីៗបាទដែលมันមាននៅក្នុងស្ថាប័នអប់រំរបស់រដ្ឋទេយើងនិយាយអំពីវគ្គបណ្ដុះបណ្ដាលខ្លីៗពាក់ព័ន្ធនឹងជីវៈពាក់ព័ន្ធនឹងរឿងរ៉ាវពិតនៃជីវិតចឹងហើយប្រជាពលរដ្ឋយើងដឹងស្រាប់ហើយថាភាគច្រើនការរៀនសូត្រមិនត្រូវបានច្រើនការរៀនសូត្រហ្នឹងមិនចូលទៅដល់ទីជម្រៅនៃការពិតនៃជីវិតទាំងចំណេះទាំងវិជ្ជាជីវៈពិសេសគឺកសិកម្មប្រទេសខ្មែរគឺប្រទេសកសិកម្មតែយើងមិនសូវបានរៀនកសិកម្មទេយើងភាគច្រើនយើងរៀនតែចំណេះជំនាញផ្សេងហើយយើងជាកសិករពាក្យកសិករហើយនឹងអ្នកស្រែពាក្យពីរហ្នឹងមិនដូចគ្នាទេបាទពាក្យកសិករអ្នកណាក៏បានដែរនៅទីក្រុងក៏គេជាកសិករដែរតែបើថាអ្នកស្រែនេះគឺអ្នកដែលនៅកើតមកមានស្រែមានចំការនៅជុំវិញខ្លួនហ្នឹងឯងហ្នឹងគេហៅថាអ្នកស្រែបាទអ្នកស្រែអ្នកចំការ
អ្នកផ្សារអ្នកទីក្រុងចឹងអញ្ចឹងយើងកើតមកក្នុងតកូលយើងអ្នកនៅជនបទធ្វើស្រែធ្វើចំការកើតមកឃើញស្រែឃើញចំការគេហៅថាអ្នកស្រែបាទតែបើកសិករប្រែមកថាគេបានរៀនបានសូត្រអភិវឌ្ឍចំណេះដឹងពាក់ព័ន្ធមួយកសិកម្មអាហ្នឹងក៏យើងទៅធ្វើមុខរបរកសិកម្មក៏គេហៅថាកសិករអញ្ចឹងកសិករនេះត្រូវមានចំណេះហើយចំណេះដឹងក្នុងកសិកម្មនេះវាច្រើនបាទវាច្រើនណាស់ខ្ញុំឧទាហរណ៍ពីដំណាំស្រូវមួយចុះស្រូវខ្ញុំបានបែងចែកនៅក្នុងមេរៀនស្រូវនឹងមានទៅដល់10ចំណុចធំបាទអាចលើកហ្នឹងប៉ុន្តែយើងសង្ខេបមក10ចំណុចធំពាក់ព័ន្ធមួយចំណេះដឹងធ្វើស្រែអញ្ចឹងសំណួរសួរថាតើបងប្អូនធ្វើស្រែទៅតាមចំណេះដឹងឬធ្វើស្រែទៅតាមទម្លាប់នេះអាហ្នឹងអញ្ចឹងកាលណាធ្វើតាមទម្លាប់វាដដែលតែគ្រប់យ៉ាងវាប្រែប្រួលអាកាសធាតុប្រែប្រួលទឹកដីខ្យល់ពន្លឺថ្ងៃប្រែប្រួលហើយយើងធ្វើតាមទម្លាប់វាដដែលតែលោកវាប្រែប្រួលអញ្ចឹងវាអត់ត្រូវទេយើងមិនអាចទៅធ្វើដូចដដែលបានទេយើងត្រូវតែរៀនអញ្ចឹងហើយជីវិតយើងវានៅជាមួយនឹងការរៀនសូត្ររៀនពីការពិតនឹងឯងអញ្ចឹងរៀនពីអីខ្លះរៀនពីការត្រៀមដីរៀនពីការត្រៀមពូជរៀនការពីគ្រប់គ្រងទឹករៀនអំពីការកម្ចាត់ស្មៅរៀនអំពីការកម្ចាត់សត្វល្អិតរៀនពីការពាររោគរៀនអំពីជាតិអាហាររៀនពីការដាក់ជីរៀនពីរបៀបការថែទាំរៀនពីរបៀបការប្រមូលផលរៀនអំពីការទុកដាក់ហើយនឹងរៀនអំពីការសិក្សាអំពីទីផ្សារតម្រូវការទីផ្សារអាហ្នឹងទាំង10ខហ្នឹងគឺអញ្ចឹងតើអ្នកគ្រាន់តែស្ដាប់ខ្ញុំប្រហែលជាមិនចាំទេទាំង10អាហ្នឹងធ្វើរាល់ថ្ងៃមែនប៉ុន្តែយើងអត់បានបែងចែកថា10ទេអញ្ចឹងហើយនៅក្នុងហ្នឹងយើងត្រូវបង្រៀនឬបណ្ដុះបណ្ដាលបង្ហាញចែករំលែកអំពីបច្ចេកទេសនៃការដាំដុះដំណាំនីមួយហ្នឹងឲ្យវាត្រូវទៅតាមវត្តដាក់ដំណាំឲ្យវាត្រូវទៅតាមស្ថានភាពដីឲ្យវាត្រូវទៅតាមរដូវកាលឲ្យវាត្រូវទៅតាមទីផ្សារអាហ្នឹងវាសិតតែជាការរៀនសូត្រអញ្ចឹងហើយបងប្អូនយើងរាល់ថ្ងៃនៅក្នុងវិស័យកសិកម្មបងប្អូនមិនសូវបានទៅរៀនទៅសូត្របន្ថែមទេពាក់ព័ន្ធមួយចំណេះដឹងហ្នឹងអញ្ចឹងគឺ Agro Mega Project យើងនេះយើងនឹងបង្កើតឲ្យមានស្ថាប័នអប់រំបណ្ដុះបណ្ដាលនៅមូលដ្ឋានបណ្ដុះបណ្ដាលពីបច្ចេកទេសដាំដុះបណ្ដុះបណ្ដាលពីបច្ចេកទេសផលិតកែច្នៃវេចខ្ចប់ទុកដាក់និងការបញ្ជូនចូលក្នុងទីផ្សារទាំងអស់ហ្នឹងសិតតែជាចំណេះដឹងមិនអាចចៃដន្យដោយងាយហើយធ្វើបានទេបាទអត់ទេគឺត្រូវតែជាចំណេះដឹងឲ្យវារបៀបរបបយើងគិតមើលនៅក្នុងផ្សារគេទូចតែគេលក់បានច្រើនតែគេចេះពីរបៀបចាត់ចែងអាណាដាក់ចូលអាណាយកចេញអាណាដាក់កន្លែងណាតម្លៃវាប្រមាណអីប្រមាណហ្នឹងគឺគេហៅថាគ្រប់គ្រងគេមានរបៀបគ្រប់គ្រងរបស់គេមានប្រព័ន្ធគ្រប់គ្រងរបស់គេទៅគេចាត់របៀបបានល្អគេលក់អស់ប្រព័ន្ធបានកន្លែងគេទូចគេលក់បានប្រមាណក៏គេនៅតែលក់មានអីវ៉ាន់លក់ឲ្យយើងហើយលក់មិនចេះអស់ហើយទីតាំងគេទូចទេតែគេចូលទៅស្អាតផាសុខភាពមានទូតាំងមានបរិយាកាសល្អមានអនាម័យល្អមានកន្លែងរក្សាគុណភាពល្អកន្លែងគិតលុយគេច្បាស់លាស់អីឡាក់អញ្ចឹងទៅធ្វើឲ្យកន្លែងគេទូចគេធ្វើបានច្រើនហើយយើងកន្លែងយើងធំតែយើងធ្វើបានតិចអាហ្នឹងវាខុសគ្នាអញ្ចឹងការបណ្ដុះបណ្ដាលនេះសំខាន់ណាស់បងប្អូនប្រទេសជាតិនៅលើโลกនេះដែលគេរីកចម្រើនគឺគេរីកចម្រើននឹងចំណេះដឹងអញ្ចឹងបើយើងមានប្រភពចំណេះដឹងច្បាស់លាស់ប្រជាជនរីកចម្រើនកន្លែងណាមានការបណ្ដុះបណ្ដាលកន្លែងនោះមានរីកចម្រើនកន្លែងណាមានមុខបងប្អូននៅក្នុងសាលាអប់រំសិក្ខាសាលាការចែករំលែកនៅចំណេះដឹងនិងព្រឹត្តិការណ៍ថ្មីហ្នឹងអាហ្នឹងរីកចម្រើនហើយបើបងប្អូនអត់ដឹងថាគេធ្វើអីខ្លះរាល់ថ្ងៃគេដល់ណាហើយតាមគេអត់តន់បាទធ្វើទៅស្រាំងអាហ្នឹងគេអត់ទិញអាហ្នឹងហួសសេរីអាហ្នឹងហួសសម័យអាហ្នឹងទីផ្សារគេអត់ស៊ីលាក់ដល់អញ្ចឹងទៅ
dương thưa thấy việc tì xa thưa tì xa lụa trình tầm lấy đang việc thao tại dương và lật mau về chai lôi ở macano ở pil ở lia ở lôi ở cãi trơn anh lặng lặng bạn nắng thôi mà chiết đôi khi dương sớm mai lớn mình đôi pi bồ ra na cà chia co ở tụ để dùng với những ai đăng môn tha pê na hẹn pê na liêng pê na ấy nắng cứ đăng môn tầng ọc còn trái cả đăng nó cứ thử để đăng hay vô mau kích rồi cả đăng nó bị trôi được trong anh nụ xong mà tranh dạng dương bàn hỏi là hô đời dương vô tới ảnh ở bọt cao chia vào dạo bàn nắng bàn đăng nắng đăng đăng chặt chặt và thật đăng ở đòn đăng miền hai miền phò hỏi tiêm luôn thưa là bây từ tụ bàn vào dạo thì cả đăng ở bỏ dương và đăng ấy còn đã đăng nắng ở miền vào dạo ấy phòngสถาบันอบรมคือយើងអប់រំទៅលើទី1គឺអ្នកចំណេះដឹងជាបញ្ញាសម្រាប់ជីវិតរបស់យើងហ្នឹងដឹងរបៀបគិតត្រូវអត់ស្ដាប់យល់អត់ឃើញទេវិនិច្ឆ័យត្រូវអត់រួមគ្នាគិតពិគ្រោះវិភាគអីបែបហ្នឹងឲ្យជាក្រុមជាកន្លែងពិគ្រោះស្អីក៏ដោយស្ថាប័នដឹកនាំមួយរបៀបរស់នៅមួយអង្គភាពមួយហ្នឹងគេមានគណៈកម្មការឬក៏មានធីមគេហៅថាមានធីមមានក្រុមប្រឹក្សាយោបល់វិភាគរកហេតុរកផលមានបតិស្របបតិមិនស្របអីផ្សេងៗនៅក្នុងហ្នឹងដើម្បីឈានទៅរកការគិតហ្នឹងវាបានត្រឹមត្រូវមុននឹងសម្រេចចិត្តធ្វើហើយដល់ពេលយើងរាល់ថ្ងៃអ្នកណាធ្វើអីក៏ធ្វើទៅអ្នកណាដាំអីក៏ដាំទៅលាក់នឹងនឹកឃើញប្រើអីក៏ប្រើទៅជ្រើជីអីប្រើថ្នាំអីចេះតែប្រើទៅពេកសបាក់វិញអាហ្នឹងអញ្ចឹងចំណេះដឹងរបស់ជាបរិវត្តហ្នឹងច្រើនណាឃើញណាគ្រាន់តែថ្នាំគ្រាន់តែជីរាល់ថ្ងៃវាមានអូសម្បូរបែបអញ្ចឹងយើងទាំងប្រើជីណាត្រូវប្រើថ្នាំណាត្រឹមត្រូវទាំងអស់ហ្នឹងវាជាកត្តាប្រឈមមុខដ៏ធំសម្រាប់បងប្អូនជាបរិវត្តយើងអញ្ចឹងហើយបើសិនជាយើងមានមណ្ឌលអប់រំចែកចម្លែកមានគ្រូបកគោលមានគ្រូចំណេះគ្រូជំនាញគ្រូបច្ចេកទេសប្រចាំនៅតាមតំបន់ហ្នឹងដើម្បីបានផ្ដល់ចំណេះដឹងមួយគាត់ផងតាមដានគាត់ផងចូលរួមទៅពិនិត្យដល់កន្លែងឲ្យគាត់ផងហើយប្រឹក្សាយោបល់ឲ្យនាំផ្លូវគាត់តែម្ដងហើយដែលយើងគិតថាការដែលយើងបង្កើតនៅស្ថាប័នអប់រំនៅក្នុងតំបន់ហ្នឹងវាសំខាន់ទៅតែមែនតែម្ដងកន្លែងណាក៏ដោយបើអត់មានកន្លែងបណ្ដុះបណ្ដាលវិជ្ជាជីវៈហ្នឹងនៅកន្លែងហ្នឹងទេសួរថាតើយើងអាចតាមតន់ដឹងព័ត៌មានតន់ឬអភិវឌ្ឍចំណេះដឹងឲ្យកាន់តែល្អប្រសើរជាងមុនបានដោយវិធីណាដែលស្អីយើងខ្ជិលគិតឬក៏យើងមិនបានយកគិតឬក៏យើងមិនយល់ហ្នឹងឯងយើងប្រើរបស់គេពេលគេចេញមកបានរួចហើយបានអូអានេះមិនល្អទិញទៀតអញ្ចឹងវាវាយើងរហូតគេសាវជ្រាវរហូតគេអភិវឌ្ឍរហូតព្រោះពិភពលោកនេះវាវាគ្នានឹងចំណេះដឹងថ្មីហ្នឹងឯងគេអភិវឌ្ឍគេសាវជ្រាវទៅគេកែច្នៃឃើញអីទំនើបអញ្ចឹងគេយកអាកំណត់ក៏ឃើញមកគេហ្នឹងគេយកមកផលិត model ថ្មីផលិតនៅផលិតផលថ្មីមកវាមានភាពងាយស្រួលជាងមុនតែយើងឃើញងាយស្រួលជាងមុនយើងត្រូវការយើងទិញរបស់គេអញ្ចឹងការគិតរបស់គេហ្នឹងគេខ្លាយទៅជាលុយឃើញទេឧទាហរណ៍ដូចរាល់ថ្ងៃតាំងពីបុរាណមកយើងប្រើគោភ្ជួរស្រែយើងប្រើកាដៀវច្រូតយើងប្រើរទេសគោដឹកឥឡូវអត់មានទេភ្ជួរដោយត្រាក់ទ័រច្រូតដោយម៉ាស៊ីនបាញ់ថ្នាំដោយដ្រូនលាក់អូហើយកិនម៉ាស៊ីនពីដើមមកមានតែមានលឺម៉ាស៊ីនកិនស្រូវអីធំណាស់មានទេឥឡូវអត់ទេមានអញ្ចឹងអ្នកស្រែឥឡូវសឹងតែមិនបាច់ទៅប្រឡាក់ផុកបាទគេភ្ជួរត្រាក់ទ័រទៅពេលព្រោះម៉ាស៊ីនព្រោះមានទៀតម៉ាស៊ីនព្រោះម៉ាស៊ីនបាចជីម៉ាស៊ីនដ្រូនបាញ់ថ្នាំម៉ាស៊ីនច្រូតម៉ាស៊ីនកិនឥឡូវកិនអាស្រូវចម្រុះមិនក៏ដាក់ចូលម៉ាស៊ីនទៅហ្នឹងវាញែកទៅតាមប្រភេទពូជស្រូវអីយ៉ាងឡាក់គេចេះយកទៅខាត់យកទៅប៊ូតគេហៅប៊ូតណាបើវាកាឆែបអីយ៉ាងទៅប៊ូតឲ្យបាត់កាឆែបហើយគេយកដាក់បូលាឲ្យវារលោងឲ្យវាសឲ្យវាមានក្លិនឡាក់អូខ្លាំងណាស់បាទខ្លាំងតែមែនតើហើយយកទៅឆក់ទៅវិចទៅខ្ចប់អីក៏រងឲ្យស្អាតទាំងអស់ហ្នឹងហើយយកសិនតែយើងអត់មានចំណេះដឹងអស់ហ្នឹងហើយយើងទៅត្រង់ហ្នឹងអត់ទេបាទបងប្អូនធ្វើបានល្អមិនក៏ដោយក៏វាអត់ទីផ្សារដែរស្អីយើងខ្វះចំណេះដឹងខ្វះការចូលរួមអញ្ចឹងហើយស្ថាប័នអប់រំហ្នឹងវាចូលរួមដើម្បីឲ្យយើងសិក្សាស្រាវជ្រាវចងក្រងនៅអ្វីដែលជាអត្តសញ្ញាណរបស់ខ្លួនឯងហ្នឹងឲ្យវាល្អរចនាវាបានល្អហើយផលិតល្អហើយរឿងសំខាន់ធ្វើម៉េចផលិតបានល្អផលិតល្អហើយយកមកវិចខ្ចប់ឲ្យល្អឃើញទេវិចខ្ចប់ឲ្យល្អហើយយកទៅទុកដាក់នៅកន្លែងល្អ
ទើបវាមានតម្លៃល្អអញ្ចឹងបានយើងរៀបចំឲ្យមានផ្សារហ្នឹងដើម្បីដាក់តាំងដាក់បង្ហាញហ្នឹងឲ្យវាស័ក្តិសមនឹងរបស់ហ្នឹងវាកម្ររបស់ហ្នឹងវាធម្មជាតិព្រោះធម្មជាតិនេះវាថ្លៃមនុស្សយើងចូលចិត្តយកពាក្យធម្មជាតិមកនិយាយអាគេដាក់គីមីដាក់អីណានេះក៏គេនិយាយថាធម្មជាតិដែរតែធ្វើម៉េចឲ្យយើងធម្មជាតិដែរបង្ហាញឲ្យគេទុកចិត្តជឿជាក់បានថាវាជាពិតជាធម្មជាតិមែនអាហ្នឹងមានសារៈសំខាន់អញ្ចឹងរាល់ចំណេះដឹងពាក់ព័ន្ធជាមួយនឹងការរស់នៅចំណេះដឹងពាក់ព័ន្ធជាមួយនឹងការផលិតចំណេះដឹងពាក់ព័ន្ធជាមួយតម្រូវការរបស់សង្គមចំណេះដឹងពាក់ព័ន្ធជាមួយនឹងការប្រែប្រួលនៃពិភពលោកអីទាំងអស់ហ្នឹងត្រូវតែដឹងបាទមនុស្សអត់រៀនអត់បានទេឈប់រៀនចប់ហើយរៀនរហូតដល់អស់អាយុរៀនរហូតដល់ថ្ងៃងាប់យើងភាសាសាមញ្ញបាទរៀនរហូតហើយតែយើងអត់រៀនទេដឹងតែធ្វើអត់ឈ្នះអ្នករៀនទេបាទគេរៀនគេធ្វើតិចហើយតែយើងអត់រៀនយើងធ្វើការធ្ងន់ធ្វើច្រើនធ្វើធ្ងន់ទៀតហើយអត់មិនប្រកាសថាបានផលហើយដោយរាល់ថ្ងៃអ្នកដែលគេចេះគេធ្វើការស្រាលហើយគេចំណេញច្រើនហើយអ្នកដែលអត់ចេះប្រើកម្លាំងវាធ្ងន់វាហត់វានឿយហើយជីវិតយើងនេះណាវាមិនអាចទៅធ្វើការធ្ងន់រហូតទេតាមវ័យតែវាអាយុច្រើនហើយវាមិនអាចទៅធ្វើបានច្រើនទៀតទេវាត្រូវការសម្រាកត្រូវការពេលវេលាសម្រាកអីចឹងដែរអញ្ចឹងយើងត្រូវយល់អំពីការដែលយើងមានចំណេះដឹងនឹងសំខាន់ប៉ុណ្ណាទើបខ្ញុំមានពាក្យស្លោកថាការដាក់ទុនវិនិយោគដ៏មានតម្លៃបំផុតគឺការដាក់ទុនវិនិយោគក្នុងការអភិវឌ្ឍខ្លួនដើម្បីឲ្យខ្លួនឯងឈានទៅរកការសម្រេចគោលដៅនៃភាពជោគជ័យក្នុងជីវិតបានអាហ្នឹងជាស្លោករបស់ខ្ញុំបន្តពីរឿងចំណេះដឹងពាក់ព័ន្ធមួយជីវិញពីមុនមកយើងធ្លាប់ឮតែជី NPK ជី NPK ជីគីមី NPK យើងប្រើមករាប់ឆ្នាំឥឡូវទៅវាវិវត្តទៅស្អីផ្សេងទៀតហើយណាវាលែងនៅ NPK ហ្នឹងហើយជីគីមី NPK ហ្នឹងឧទាហរណ៍ដូច4600 1840 1620លាក់15អីហ្នឹងគឺវាហួសសម័យហើយវាហួសសម័យកាលហើយអញ្ចឹងបងប្អូនប្រើមកឡើងខ្ទេចខ្ទីដីអស់វាហិលដីគេហិលដីអញ្ចឹងឥឡូវគេវិវត្តទៅជាស្អីបន្ទាប់មកវាមានជីគីមី NPK បុកតេអឺនោះស្អីគេក៏យើងមិនដឹងទៅជាស្អីក្រោយមកក៏មានគីមីទឹកជីអីយើងទៅរួចរាល់ពេលហ្នឹងទៅវាបង្កើតបានទៅជាស្អីគេថាមកវាnano នវត្តកម្មឯផ្សេងយ៉ាងឡាក់ចិត្តតែទំនើបទៅហើយចុងក្រោយនេះយើងឃើញជីឥឡូវគ្រាប់ខ្មៅវ៉ាក់គឺមានស្អីមកជំនួសថាមិនបាច់ប្រើអ៊ីរ៉េមានស្អីដែលមានជំនួសថាមិនបាច់ប្រើគីមីមានស្អីមកជំនួសថាផូស្វរ៉ាតនឹងជំនួសស្អីបានស្អីជំនួសប៉ូតាស្យូមបានលាក់ហើយទៅធ្វើឲ្យល្អជាងមុនជំនួសបានហើយល្អជាងមុនហ៎ចឹងបើគេខំប្រឹងសិក្សាជ្រាវជ្រាវកាន់តែទំនើបទៅរហូតដល់គេដាក់ដន្តិចតែយកមកយើងប្រើបានរាប់សិបហត្តាក៏មានលាក់វាទំនើបអញ្ចឹងការទំនើបកម្មទាំងអស់នេះវាធ្វើឲ្យប្រជាពលរដ្ឋមិនអាចអត់ចេះបានទេតែអត់ចេះអត់ដឹងយើងចេះតែជឿគេតែជឿគេវាអាចខុសផងត្រូវផងហើយត្រូវក៏ត្រូវអត់ហេតុផលខុសក៏ខុសដោយអត់ហេតុផលអញ្ចឹងវាត្រូវមានបញ្ញានៅក្នុងការធ្វើជឿគេទាំងស្រុងទៅបានទេអញ្ចឹងយើងអ្វីដែលយើងដឹងនោះគឺដឹងពីធាតុអាហារបើធ្វើស្រែត្រូវដឹងធាតុអាហារត្រូវដឹងពីតម្រូវការធាតុអាហារត្រូវដឹងការដាក់ធាតុអាហារហ្នឹងឲ្យត្រូវទៅតាមចង្វាក់ពេលវេលាពេលណាដាក់ធាតុអីចូលពេលណាដាក់សារធាតុអីចូលពេលណាសារធាតុអីចូលឲ្យត្រូវទើបវាបានផលបើមិនអញ្ចឹងទេយើងមានប្រើលើសមានប្រើខ្វះមានប្រើខុសឃើញទេប្រើលើសវាកើតអីប្រើខ្វះវាមានរឿងអីប្រើខុសវាមានរឿងអីលាក់ហើយទាំងអស់ហ្នឹងសិនតែចំណេះដឹងទាំងអស់ហ្នឹងមិនអាចគ្រាន់តែស្រាប់ទូទេវាត្រូវចំណេះដឹងមួយជាគ្រូអាចារ្យប្រចាំតំបន់ហ្នឹងដើម្បីព្យាយាមរឿយបញ្យលណែនាំផងដឹកដៃផងទៅតាមដានមើលផងទៅធ្វើឲ្យមើលផងលាក់រហូតដល់ទទួលបានលទ្ធផលថ្មីទាំងអស់ហ្នឹងមិនមែនម្ដងទេបាទវាត្រូវការច្រើនវាត្រូវការយូរអង្វែងត្រូវការជាប្រចាំតែម្ដងអញ្ចឹងអ្នកណាជាគេហៅថាជាគ្រូបង្គោលអ្នកណាជាទីប្រឹក្សាសម្រាប់កសិករយើងសម្រាប់ប្រជាពលរដ្ឋយើងទាំងផ្លូវចិត្តទាំងផ្លូវកាយទាំងរបៀបរស់នៅទាំងបង្កើតមុខរបរទាំង
ô cho ra mình tên nhé nó cứ dương trâu tại miên vậy thay ra mình đô cả lại chụp chung nhé cả lại bật xa cả lại mà vô po miên cả lại mau bị cua mau bật xa ban mà vô po miên ban mà vô tầm ninh vô ấy mau môn đừng tua vi môn bộ mô phò vi trâu thơ mấy nơi điệp trăm mấy na bộ mô phò na mình bộ mô phò na với chop vi mấy lạ nằng lạ tầm lai ti xa vi mấy nâng xuất chia chùm nét đăng thằng hay bởi sân diệp bông ôn được tua ban nơi po miên chùm nét đăng nâng ọt toàn hai ca thế dương thưa ban mến vấn tay vì ọt lao tộp nâng nẹ tình vì ọt trâu á vì ọt trâu nâng ti xa vì ọt trâu ấy trơn chàng đôi ở lâu nâng kia cặp bông ở rất bần tăng thả ăn con nom từ ở rốc cái vì môn móc kimi sa thiết kimi cái wow cái trụ bên đó tới sôn cho pram cái dầu ở lấy cái thôi mà sôn cho bầy là sôn cho bấy dân dương vì muốn cái ta sôn cho phèm bà này dương ọt đắng đó chân co tao đo ti xa tao đo cô đào ti xa hết cái thà ọt vô chân về thử khát từng sòng thử đập mà vinh đấy bằng vinh vô từ nè chẳng bây giờ móc balom chung mùi cái khát cái lụa đơn trong sọc yên lại lại nè đó sau đây chia chùm này đơn on chẳng dương thưa tới đơn thanh này ti xá về trời bài ní con được phía bị lo bài ní này đó vì việc bật lật bài ní rồi việc cho bài ní việc bồ kho bài ní rồi việc tục đạn bài ní tầm lấy việc vào phần nè chơi dương chỉnh đánh vào man đang bị vào man chỉnh đánh vào phần man hay thử thưa to được thưa dạng mất thì bị thử bị vót từ ca sao chưa thưa mà to được dạng mất đầm bấy ao việc trâu cho môi nâng ca vì vót này tìm xa pui sâu pui tận nam mấy chân đây sọc dương ọt về rẽ pui ọt sắc xa sao chiếu đang nơi trong chuẩn nó tìm vào mũi lên nhầm dương tị buôn cứ academy sân như academy sân chẳng là tháp ban ông rung nâng nha vì miền đầm lay đó tay bằng phật cứ chấm nét đăng này bóp ôn không phân riêng không phân sốt không phân thưa càng nghe mau hot nơi bạn làm bânយ៉ាងណាក៏ដោយដើម្បីបានលុយឲ្យកូនរៀនហ្នឹងអាហ្នឹងប៉ុន្តែរៀនការនៅទូយកដល់ពេលយើងមកធ្វើការហ្នឹងប្រជាពលរដ្ឋយើងចាស់ហើយហ្នឹងវ័យចាស់ហើយអញ្ចឹងទៅអត់មានកន្លែងរៀនអញ្ចឹងរៀនរហូតហ្នឹងប៉ុន្តែទី1កូនវាទៅរៀននៅណាតែយើងនឹងរៀននៅណានៅសហគមន៍យើងនៅតាមស្រុកភូមិយើងគេហៅសហគមន៍យើងហ្នឹងត្រូវមានកន្លែងរៀនសូត្រមានកន្លែងសិក្សាមើលកសិកម្មហ្នឹងវាសំខាន់ណាស់បំផុតហើយត្រូវមានដូចវត្តហ្នឹងមកភូមិមានវត្តមួយដើម្បីធ្វើវិធីសាសនាធ្វើបុណ្យធ្វើទានហើយដល់វិកសិកម្មហ្នឹងវាដូចតែគ្នាហ្នឹងមកភូមិមានមួយឬមកឃុំមានមួយអញ្ចឹងទៅដើម្បីបងប្អូនបានពិគ្រោះប្រឹក្សារឿងអីកើតអីវាមិនហើយវាត្រជាក់អញ្ចឹងមានរឿងអីវាក្តៅមានរឿងអីវាដាក់ជីអញ្ចឹងទៅវាប្រែប្រួលយ៉ាងម៉េចហើយវាបានផលវាមិនប្រមូលផលវាមិនទីផ្សារយ៉ាងម៉េចប្រែប្រួលវាមិនពេលណាថោកពេលណាថ្លៃអីចឹងយើងដឹងទាំងអស់ហ្នឹងហើយគេហៅថាជាចំណេះដឹងសំខាន់ណាស់បងប្អូនចឹងយើងកំពុងបង្កើតស្ថាប័នហ្នឹងដើម្បីជាទីពឹងរបស់បងប្អូននៅគ្រប់មូលដ្ឋានទាំងអស់ទូទាំងប្រទេសតើបងប្អូនស្ដាប់ហើយយល់ឃើញយ៉ាងណាដែរបាទលើបន្តថែមពាក់ព័ន្ធជាមួយនឹងស្ថាប័នអប់រំអាហ្នឹងរឿងចំណេះដឹងពាក់ព័ន្ធជាមួយនឹងដំណាំដាំដុះការផលិតហ្នឹងទៅសំខាន់នេះផលិតបានហើយទៅចេះកែច្នៃខ្លួនឯងសើចំណេះបើមានចំណេះធ្វើហើយអត់ចំណេះហ្នឹងហើយអញ្ចឹងយើងត្រូវយល់ពីថាបានអីទៅយកទៅច្នៃប្រឌិតណាកែច្នៃប្រឌិតទៅជាផលិតផលសម្រាប់យើងធ្វើឲ្យបានយើងមិនលក់វត្ថុធាតុដើមទេដូចមកថាយើងលក់ស្រូវអាហ្នឹងគេហៅលក់វត្ថុធាតុដើមយើងត្រូវកែច្នៃវាទៅជាផលិតផលសម្រាប់ហើយយកទៅលក់បានតែម្ដងយើងរាល់ថ្ងៃខ្វះតំណឹងឯងខ្វះតំណឹងខ្វះរឿងផលិតហ្នឹងឯងហើយដល់ពេលយើងធ្វើបានទៅយើងលក់អស់ធ្វើពោតលក់ពោតធ្វើដលងលក់ដលងធ្វើស្រូវលក់ស្រូវដាំកស៊ូជាជ័រលក់ជ័រអាហ្នឹងយើងលក់វត្ថុធាតុដើមឲ្យគេទិញវត្ថុធាតុដើមឲ្យយើងគេទៅផលិតបានគេយកវត្ថុសម្រាប់មកលក់ឲ្យយើងវិញនេះទាំងអស់ហ្នឹងវាពាក់ព័ន្ធមួយស្ថាប័នអប់រំហ្នឹងហើយអញ្ចឹងអប់រំឲ្យយល់ពីការផលិតទី2គឺអប់រំឲ្យយល់ពីជីវិតនេះអប់រំឲ្យយល់ពីជីវិតនេះអាហ្នឹងក៏រឿងសំខាន់មួយទៀតយើងធ្វើអីហ្នឹងក៏ដើម្បីជីវិតបើធ្វើទៅវាមិនបានសុខធ្វើទៅវាមិនបានសម្រាប់ធ្វើទៅវាមិនបានផលអីឡាក់គឺយើងត្រូវមករៀនយល់ពីផ្លូវចិត្តការអប់រំផ្លូវចិត្តការអប់រំសិល្បៈរស់នៅអីទាំងអស់ហ្នឹង
ô chờ nào mà đồ dương rương ra cả lại là ra cả sẽ đập khi mình vô kịch mình trâu practicam ấy xây cả là anh nắng nếu không academy dưới bắt đầu từ lương ca học rồi mình đâu thôi mình đâu chết pra sao lập bạn tầm nẹt tầm đầu ấy chứ pra là vị thi tầm nẹt tầm đầu là o đó anh nắng tầng o nắng coi dương trời ca đó bị chưa bật dương con thời ca choរួមmình học rồi bài សាសនាទេអានេះអប់រំរឿងរ៉ាវសិល្បៈជីវិតនៅក្នុងជីវិតហើយការប្រស្រ័យតាក់ទងគ្នាការគិតការតល់គំនិតការពាក្យពេចន៍វោហាអីសំណាក់ដំណងវាមានពាក្យមានឃ្លាមានល្បះវានិយាយភាសាហ្នឹងទៅវានាំឲ្យកើតអីនិយាយរឿងនេះទៅវាកើតរឿងអីអញ្ចឹងគឺជួនកាលការនិយាយរបស់យើងទៅវាកើតទៅជារឿងរ៉ាវអីផ្សេងៗទៅការស្ដាប់មិនយល់គ្នាគិតមិនតន់ដល់គិតមិនយល់ពីគិតមិនយល់ពីគោលបំណងប្រឆិតប្រឈៀងបញ្ចេះបញ្ចូលអីទាំងអស់ហ្នឹងអាហ្នឹងក៏ជាចំណេះដឹងដ៏សំខាន់ហើយទាំងអស់ហ្នឹងឯងគេហៅថារៀននោះគេឲ្យរៀនដើម្បីឲ្យមានចំណេះខ្លាយទៅជាអ្នកបណ្ឌិតអ្នកប្រាជ្ញនៅក្នុងមូលដ្ឋានហ្នឹងទៅមានរឿងអីគិតមិនចេញជួបគាត់ទៅក៏គិតចេញមានអីមិនស្ដាប់មិនយល់បើជួបគាត់មានការហេតុផលបញ្យល់អត្ថាធិប្បាយទៅក៏គាត់យល់ពីរឿងរ៉ាវដែលកើតឡើងកាលណាយើងយល់គ្នាចប់ហើយបាទវាមិនមានរឿងអីជាទំនាស់វិវាទអីទេដូចករណីរឿងព្រំដែនអីចឹងតាមពិតទៅវាមិនមែនជារឿងដែលកើតមកអញ្ចឹងទេព្រោះផែនទីមានព្រំដែនមានតាហើយយើងមិនមែនតែថ្ងៃនេះណាវារាប់រយឆ្នាំមកយើងបានឯកភាពគ្នាក្នុងចំណុចណាមួយហើយយើងប្រើតាមគោលការណ៍ហ្នឹងទៅហើយបើសិនជាយើងចង់បានថាបោះខ្លួនឯងមែនហ្នឹងយើងយកអីមកបញ្ជាក់មកជជែកគ្នាហ្នឹងវាមិនមែនរឿងអីទៅបាញ់គ្នាធ្វើសង្គ្រាមគ្នាប្រើគ្រឿងសភាវុធសម្លាប់បំផ្លាញទ្រព្យសម្បត្តិគ្នាខ្ទេចខ្ទីអស់ចឹងទេវាមិនមែនចឹងទេវានិយាយគ្នាចុងក្រោយវាមិនមែនចប់ដោយសារសង្គ្រាមបង្ហូរឈាមសង្គ្រាមសភាវុធអស់ហ្នឹងទេចុងក្រោយចប់ដោយសង្គ្រាមបញ្ញាសង្គ្រាមនៃការចរចាសង្គ្រាមនៃទ្រឹស្ដីពាក្យសម្ដីគំនិតទៅវិញទេអញ្ចឹងហើយកាលណាដែលយើងស្ដាប់គ្នាបានប្រទេសជាតិរីចម្រើនប្រទេសជិតខាងគ្នារឿងអីដែលយើងមកបង្កើតបែបហ្នឹងហើយយើងក៏វាប្រវត្តិសាស្ត្រមកយ៉ាងម៉េចក៏យើងបានដឹងទាំងអស់គ្នាមិនមែនថៃខ្លួនឯងមិនយល់ខ្មែរយើងក៏យល់អីទាំងអស់ហ្នឹងឡាក់អញ្ចឹងហើយការដែលយើងមានស្ថាប័នអប់រំនេះវាជួយច្រើនមែនតើខ្ញុំមានតែចំណេះដឹងហ្នឹងគឺជាទំនិញដ៏សំខាន់របស់ខ្ញុំហើយចំណេះដឹងពាក់ព័ន្ធមួយវិជា9ថ្ងៃអញ្ចឹង coaching 9ថ្ងៃធ្វើម៉េចឲ្យយើងស្គាល់ខ្លួនឯងការស្គាល់ខ្លួនឯងវាស្ដាប់ទៅដូចសាមញ្ញពាក្យហ្នឹងការប្រមាលមើលអនាគតណាការប្រមាលមើលឃើញអនាគតថាអនាគតយើងដោយណាអនាគតបែបណាហើយការដែលយើងមកប្រមាលមើលឬជ្រើសរើសតើយើងយកអាជីពបែបណាដែលនាំឲ្យសម្រេចទៅដល់អនាគតរបស់យើងហ្នឹងសុទ្ធតែជាចំណេះដឹងដែលសំខាន់បំផុតក្នុងជីវិតស្គាល់ខ្លួនឯងហើយហ្នឹងអូយើងសួរថាយើងចង់ឲ្យជីវិតលំបាកវេទនាបែបហ្នឹងទេអត់ទេហើយយើងស្គាល់ទេថាខ្លួនឯងអាចធ្វើអីបានកើតមកនឹងជាអ្នកណាអាហ្នឹងសាវតាខ្លួនឯងជាអ្នកណាសាវតាហ្នឹងវាជ្រៅហើយរកឲ្យឃើញសិនអ្វីដែលស្គាល់ខ្លួនឯងគឺស្គាល់ដងស្គាល់ទេពកោសលហើយយើងមិនដឹងថាទេពកោសលខ្លួនឯងអីហើយគឺកាលណាអត់ដឹងហ្នឹងយើងអត់បង្វឹកមនុស្សយើងកើតមកវាត្រូវបង្វឹកអាដងខ្លួនឯងហ្នឹងឲ្យវាជំនាញឧទាហរណ៍ថាអ្នកហ្នឹងគឺអត់មានដងខាងច្រៀងតែយើងមិនដែលយកទៅវឹកហាត់ច្រៀងតែយើងក៏មានដងមែនតែយើងអត់មានឱកាសបានទៅច្រៀងអត់បានឱកាសទៅច្រៀងហើយអត់បានយកអាចម្រៀងយើងទៅជាអាជីពអញ្ចឹងយើងរកលុយវាអត់បានប្រយោជន៍ដល់ជីវិតអញ្ចឹងខ្ញុំឧទាហរណ៍ដូចព្រាបសវត្តអញ្ចឹងគាត់មានដងជើងគាត់ខំប្រឹងពង្រឹងនៅចម្រៀងរបស់គាត់វឹកហាត់ច្រៀងតែងខ្លួនមិនរាំវាមិនកាយវិការវាមិនអញ្ចឹងទៅគាត់ក៏ខ្លាយជាអ្នកមានអ្នកបានដោយសារចម្រៀងអញ្ចឹងទៅឧទាហរណ៍អញ្ចឹងគេបកកែខាងអីវាទៅបកកែដល់ដូចធឿនធីរ៉ាអញ្ចឹងបកកែដល់វឹកហាត់នឹងការបដលរបស់ហ្នឹងគេហៅដងរកដងខ្លួនឯងឃើញរកខ្លួនឯងឃើញខ្លួនឯងកើតមកដើម្បីធ្វើរឿងមិនមែនចេះតែដើរធ្វើនេះធ្វើនោះធ្វើតាមគេមិនមែនទេរកទេពកោសលខ្លួនឯងឃើញឧទាហរណ៍ថាយើងមើលថាយើងទៅធ្វើស្រែឲ្យវាជំនាញយ៉ាងស្រែឲ្យវាល្បីល្បាញយ៉ាងស្រែធ្វើស្រែឲ្យបាន
លេចធ្លោល្បីល្បាញនៅក្នុងការធ្វើស្រែហ្នឹងឲ្យបាន10តោន2ដណ្ដប់3ដណ្ដប់តោនធ្វើបានល្អគុណភាពល្អបានថ្លៃល្បីនឹងធ្វើស្រែទាំងម្ដងថាបើថាធ្វើអីថាដាំដលងវាប្រកាសជាដលងវាល្បីនឹងដាំដលងថាចិញ្ចឹមទាប្រកាសជាចិញ្ចឹមទាបើថាចិញ្ចឹមមាន់ប្រកាសជាចិញ្ចឹមមាន់បើថាដាំបន្លែប្រកាសជាដាំបន្លែលាក់អាហ្នឹងគេថារកខ្លួនឯងឲ្យឃើញនៅទេពកោសលហើយបង្វឹកអាទេពកោសលហ្នឹងទៅធ្វើនៅអ្វីដែលយើងមាននោះឯងអញ្ចឹងបងប្អូនជាបរិបទយើងបើសិនជាគាត់ចេះអីធ្វើអាហ្នឹងឲ្យវាជំនាញអាហ្នឹងយើងជោគជ័យហើយធ្វើទៅដើម្បីអីធ្វើដើម្បីសម្រេចអនាគតមួយសួរថាយើងពេញចិត្តនឹងជីវិតបែបហ្នឹងទេអត់ទេយើងពេញចិត្តនឹងជីវិតបែបណាជីវិតដែលយើងចង់បានហ្នឹងមានសុខភាពល្អឃើញណាមានសុខភាពល្អមានប្រាក់ចំណូលចាយគ្រប់គ្រាន់ឃើញណាមានសេរីភាពណាមានសេរីភាពស្គាល់ពីសេរីភាពមានអិសរភាពហ្នឹងហើយអិសរភាពទាំងពេលវេលាអិសរភាពទាំងការងារអិសរភាពនៃការគិតអិសរភាពនៃការរស់នៅអាហ្នឹងជីវិតត្រូវការហ្នឹងបន្តទៅទៀតត្រូវមានកល្យាណមិត្តជីវិតត្រូវការកល្យាណមិត្តត្រូវការមិត្តល្អខ្សែគប់មិត្តល្អខ្សែគប់មិត្តដែលយល់ចិត្តគ្នាឡាក់សង្គមវាត្រូវការអញ្ចឹងអាហ្នឹងស្គាល់ខ្លួនឯងហើយត្រូវការសុភមង្គលគ្រួសារត្រូវការគ្រួសារកក់ក្ដៅពុកម្ដាយរស់នៅជុំគ្នាមានពេលវេលាថែទាំឪពុកម្ដាយចាស់មានពេលវេលារស់នៅជាមួយមនុស្សយល់ចិត្តគ្នាមានពេលវេលាថែទាំកូនដើរលេងជុំគ្នាញ៉ាំបាយជុំគ្នាសោចខាក់ខ្អាយលើកតម្កើងគ្នាបំពេញបន្ថែមជួយជ្រោមជ្រែងគ្នាអាហ្នឹងគេហៅថាសុភមង្គលគ្រួសារហើយដល់អីទៀតស្អីទៀតបាទរង្វាន់ជីវិតរង្វាន់ជីវិតអីមានពេលវេលាដើរកំសាន្តដើរទេសចរទៅមើលភាពស្រស់ស្អាតនៃពិភពលោកទៅសម្រាប់កន្លែងល្អទៅញ៉ាំអាហារឆ្ងាញ់មានគេបម្រើគេ take care ថតរូបភាពស្អាតទៅស្ដាប់នៅគេអត្ថាធិប្បាយបញ្យលរៀបរាប់វារឿងរ៉ាវនៃសង្គមនៃធម្មជាតិនៃប្រទេសជាតិនៅបច្ចេកវិទ្យាឡើងអាហ្នឹងក៏វាជាគេហៅថាជារង្វាន់ជីវិតមួយជីវិតហត់នឿយមកហើយមានពេលទៅហូបឲ្យឆ្ងាញ់ដេកឲ្យស្រួលសบายចិត្តរីករាយចិត្តហ្នឹងហើយទៀតគុណតម្លៃណាគុណតម្លៃកិត្តិយសកើតមកជាមនុស្សឲ្យគេស្គាល់ថាយើងជានរណាមានអីពិសេសមានគំនិតល្អមានចេតនាល្អជាបុគ្គលល្អឡាក់អាហ្នឹងកិត្តិយសធ្វើឲ្យមើលមានកិត្តិយសក្នុងសង្គមហើយគុណតម្លៃបានន័យថាជាមនុស្សម្នាក់ដែលជួយអ្នកណាម្នាក់ដោយមិនគិតចង់បានផលត្រឡប់ទៅវិញណាឲ្យគេចេតនាល្អមួយគេឲ្យគេបានសុខឲ្យគេបានជោគជ័យឲ្យគេមានឲ្យគេបានឲ្យគេសប្បាយរីករាយអាហ្នឹងជាគុណតម្លៃការអាចបញ្ជូនបន្តនៅបទពិសោធន៍ចំណេះដឹងបានអាហ្នឹងគុណតម្លៃបន្ទាប់មកឲ្យចុងក្រោយគឺបន្សល់នៅស្នាដៃនៃជីវិតរបស់យើងទុកជាមរតកចំនួនក្រោយបានណាទុកស្នាដៃទុកដល់កូនចៅចំនួនក្រោយកូនតតកូលយើងទុកស្នាដៃជូនដល់ប្រគំជាតិទុកស្នាដៃឲ្យពិភពលោកបានចាំអាហ្នឹងគុណតម្លៃជីវិតអាហ្នឹងយើងរកឲ្យឃើញថាជីវិតវាត្រូវការបែបហ្នឹងបើបែបហ្នឹងតើយើងធ្វើអីដើម្បីឲ្យបានអាហ្នឹងណែអញ្ចឹងរឿងរ៉ាវជីវិតហ្នឹងគឺនៅក្នុងស្ថាប័ន coaching ហ្នឹងយើងមានបាទខ្ញុំមានដើម្បីទៅចែករំលែកពេលការងារដំណើរការទៅកន្លែងមានទៅតាមស្រុកតាមភូមិយើងមានទីតាំងរបស់យើងហើយយើងជួបជុំនៅយើង share នៅរាល់គំនិតទស្សនៈល្អបញ្ញាចំណេះដឹងល្អហ្នឹងដល់ពួកគាត់ដើម្បីឲ្យគាត់យល់ពីជីវិតថាអូជីវិតនេះវាគ្រាន់តែរស់ឲ្យរៀនមានជីវិតល្អឲ្យរស់ស្រួលឲ្យបែបហ្នឹងយើងធ្វើបានកើតមកជាមនុស្សហ្នឹងគឺមានភាពអស្ចារ្យតាំងពីកំណើតមកហើយដែលអាចធ្វើរឿងហ្នឹងកើតតែដោយសារតែយើងខ្វះអីខ្វះការចង្អុលបង្ហាញខ្វះការចែករំលែកខ្វះការចូលរួមឡាក់អញ្ចឹងគ្រួសារមហានគរបង្កើតគម្រោងនឹងមកដើម្បីចូលរួមអភិវឌ្ឍធនធានមនុស្សនៅតាមតំបន់នេះបងប្អូនស្ដាប់ហើយយកទៅគិតពិចារណាអញ្ចឹងយើងកំពុងតែត្រៀមដើម្បីបងប្អូនណាដែលមានឆន្ទៈមានឧត្តមគតិមានមនសិការដើម្បីចូលរួមចែករំលែកចំណេះដឹងល្អទៅដល់សង្គមយើងត្រៀមខ្លួនដើម្បីចូលរួមមកដើម្បីបានទទួលចំណេះដឹងខ្ញុំនឹងបង្វឹកករណីពិសេសក្នុងវិជាល្អទាំងអស់ហ្នឹងវិជាជីវិតវិជាជីវៈវិជាធ្វើការជាក្រុមអីទាំងអស់ហ្នឹងមកទទួលយកពីគ្រួសារមហានគរយើងទៅនៅបាត់ដំបងមាន
miền xẹp hỏi dương đừng ruộng kia màu vô chấm này đăng cái này dương miền chấm này dương viên bạch nhà bọc cô cái ơi tầm lại dương nâng bạch nhà nữa anh thôi bây giờ ọt bạch nhà ấy ô chỉ vật đến cái vua nâng cầm lăng này là vua nâng cầm lăng chỉ vật đến khuyên là na từ thôi cài na bàn hờ cầm lăng này na có chỉ đua má này rồi cầm lăng tại bạch nhà nó bị cò chẳng cả miền bạch nhà đấy cứ ở đông ở đầm chỉ côn là đầm lại này chỉ vật để chỉ cây chú mua chỉ khâm đó chỉ vật nó cứ bạch nhà đó này cái chẳng cả nhìn bạch nhà vùng pua cả trạc đăng nâng bạch nhà nhiên này ai chẳng pre sầm đánh tha túc cao màu bị vị chia những vị chia đó cứ ca mình vô mình che mình đăng nó ngay nó ngay nọ miền túc cả na dương vị chia mình nọ ở miền ấy vì miền tô sạ vì miền lô khẹ vì miền mô hạ cả là tô sạ lô khẹ mô hạ cả là màu bị vị chia chân ca đây dương người điệp cho mình đô miền ca mình đô mình đa trai dùm lên đi ôi thôi lại nè hồi dương bật cãi về tới dương chơi bật địch đi dương mình chơi nha chùm niên đi dương chơi nha đây miền bắp thì sau đi màu trai mình lên ở bông ô đo mua được than và nắng để dương chăm chặt thơ đó thế vì miền tầm lay mà ha sao và sầm ép bông ô chia bỏ ra dương tu trang vật tê cứ sẽ thả bắn ốp rum rồi bọc cua sa mà hai cô đi anh để dân vô từ trai đó chia bỏ ra dương group tí cả lại trang chùm này đăng mà nu cha sẽ nâng bị chia chi vẽ trang chấm nét đăng ở chạy cái tê trang chấm nét đăng thom mà chia lặng đang bay vào mai vào mô pu đống sang phiếp cha chú sòng cung chiết dường ơi bị chia vào rót dư nữa miên sẽ cái đầy sọc vừa bị chia vào rót nhưng miên chìm miên cua sa lọ miên chim lọ miên bạ châm nâu lọ miên ca say cục lọ miên ca ru nơ lọ nè bằng hai vì phục lô ban khơi nhà chôn chiến ý cha nâng bánh nhà nhiên cha nâng nào tiên bị thò mà chiết cha nâng ca cái này và lật là ngày chỉ chôn lơ phục hành đây đi và bọn liên hệ chen nữa bởi dương thưa ba lõ ắt qua đi xa đấy bông ổn chân thưa ba lõ vì sai lơ chấm này chấm niên và vì sao tìm của sol cả ruộng là bay phải lật chân dương mập lật ấy nhầm xôm trai gần lệ đời bẹ con cho môi nâng agro academy lặng lạ chờ na chân răng chặt tăng khuây tăng xây tăng pro miền ở cả màu chụp chung cái này đầm bay từ tua nơi chừng đằng lõ vì mình đông mình định nè prai khai dương chụp chung cái này nơi trong sạch cùng dương đầm bay cho luôn chụp này luôn cầm lăng sa mà kia năng tập bao giặc kho năng bồ ran cha dương cha mà tục là miền ấy khăn trên cặp lăng luôn sa mà kia đấy bởi dương sa mà kia dương rừng mom là sa một kia dựng khăn sa một kia dựng thưa ấy có cả đây chân sa một kia nó mà nó sẽ cái đây sọc để chia dương rừng mom ta pi bồ ra là ca máu cứ ruộng cầm lăng sa một kia nhé tục chặt mà tròn chưa chẹo ruộng cầm lăng tại mùi lớn nó dương bạn đã hay thà cro vì lụt lo one power nó cứ tại mùi như thế tham một bôi tại mùi ẩm nai tại mùi chân ruộng kia bằng cái ẩm nai ruộng vì mình âm nai bỏ vào cô nana mà nè tê cứ âm nai như ruộng âm nai như ca ruộng sa mà kỳ được ai